ក្រុមអ្នកសង្កេតការចុះពិនិត្យទីតាំងដែលយោធាថៃវាយប្រហារលើកទី2លើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ28កញ្ញាថាក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកអង្កេតការណ៍អន្តរការ IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីរួមនឹងសមាជិកបានចុះពិនិត្យទីតាំងជាក់ស្ដែងដែលរងផលប៉ះពាល់ពីការវាយប្រហារពីលើករបស់យោធាថៃដោយការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025ការចុះទៅពិនិត្យទីតាំងជាក់ស្ដែងនេះធ្វើឡើងមួយថ្ងៃក្រោយយោធាថៃបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារវេលាម៉ោង 11:52 នាទីព្រឹករហូតដល់ម៉ោង 12:46 នាទីរសៀលមាន2លើកទី1បាញ់ប្រហារនៅម៉ោង 11:52 នាទីដល់ម៉ោង 12:22 នាទីលើកទី2ចាប់បាញ់ប្រហារនៅម៉ោង 12:25 នាទីដល់ម៉ោង 12:46 នាទីក្នុងហេតុការណ៍បង្កដោយយោធាថៃកងកម្លាំងកម្ពុជាមិនបានតបតឡើយដោយប្រកាន់នៅគោលការណ៍អត់ធ្មត់កម្រិតខ្ពស់និងអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាថៃដែលបានចូលជាធរមាននៅម៉ោង 12 រំលងអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025ជាមួយគ្នានេះកម្ពុជាមានការព្រួយបារម្ភខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅខាងភាគីថៃហើយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025វេលាម៉ោង 11:52 នាទីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញសកម្មភាពទាំងអស់នេះអាចប៉ះពាល់ដល់ការគោរពនិងការអនុវត្តបទឈប់បាញ់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញក្នុងន័យនេះកម្ពុជាស្នើឲ្យភាគីទាំងពីរអនុញ្ញាតឲ្យក្រុមអ្នកអង្កេតការណ៍អន្តរការ IOT ចូលរួមពិនិត្យនិងធ្វើកាសលវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឲ្យបានហ្មត់ចត់បំផុតសម្ដៅផ្ដល់នូវព័ត៌មានពិតសុចរិតភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផងនិងដល់សាធារណជនជាតិនិងអន្តរជាតិផងព្រឹត្តិការណ៍នៃការបើកការបាញ់ប្រហារមកដល់ទីតាំងយោធាកម្ពុជាមុនពីសំណាក់ភាគីសៀមបាទនៅវេលាថ្ងៃ27បាទខែកញ្ញាឆ្នាំ2025ចាប់ផ្ដើមពីម៉ោង 11:52 នាទីគឺ2ដងបាទ2ដងអញ្ចឹងក៏សូមកោតសរសើរទៅដល់បងប្អូនកងកម្លាំងវិរៈកងទ័ពកម្ពុជារបស់យើងកងកម្លាំងនគរបាលជាតិដែលបានប្រគៀកស្មារគ្នាក្នុងការទប់ទល់យ៉ាងម៉េចទប់ទល់គឺរក្សាស្ថានភាពបានល្អប្រសើរអនុវត្តបទឈប់បាញ់កម្រិតខ្ពស់ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញបាទអញ្ចឹងខ្ញុំក៏មានតាមដានបណ្ដាញផ្សព្វផ្សាយរបស់សៀមដែរសៀមយករូបភាពពីកម្ពុជាយើងទៅបង្ហោះចា៎ហើយទៅសរសេរកលៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើភាគីសៀមតែអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងសម្លេងឮតែតេអូរបស់ទាហានកម្ពុជាឆ្លើយឆ្លងគ្នាចា៎ហើយឮតែសម្លេងស្នូគ្រាប់កាភ្លើងត្បាល់គ្រាប់កាភ្លើងយន្តដែលបាញ់ប្រហារមកដល់ទីតាំងកម្ពុជារបស់យើងឯនេះដាក់ដ្រូនប្រហោះមើលអ្វីក៏សៀមអាចធ្វើបានដែរបាទសូម្បីតែថ្លែងនៅក្នុងអង្គការសហប្រជាជាតិនៅថ្ងៃម្សិលមិញគឺសៀមបានចោទប្រកាន់មកកម្ពុជាយ៉ាងទាំងកម្រោលថាយើងបានបើកការបាញ់ប្រហារទៅដល់ភាគីសៀមបាទអាហ្នឹងគឺអស់និយាយហើយស្អីក៏សៀមអាចធ្វើបានដែរអញ្ចឹងទ្រទស្សនិកជនជាទីមេត្រីតាមរយៈនៃការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបានប្រកាសជាផ្លូវការក្រោយពេលដែលផ្ទុះអាវុធបើខ្ញុំបានតាមដានមករហូតដែរតាំងពីថ្ងៃ27ម៉ោងរហូតដល់ម៉ោង6យប់ក៏យើងបន្តតាមដានមកដល់ម៉ោងវេលាស្មើនេះគឺក្រសួងបានអាប់ដេតជាបន្តបន្ទាប់ចា៎
បាទវិវត្តស្ថានភាពរហូតដល់ក្រុមអ្នកសង្កេតការ IoT ក៏បានចុះទៅពិនិត្យមើលហើយបានជាក់ស្ដែងឥឡូវខ្ញុំនិយាយពីរឿងការផ្ទុះអាវុធពីសំណាក់ភាគីសៀមសិនហើយបើរឿងផ្ទុះអាវុធពីភាគីកម្ពុជាគឺគ្មានតទេសោះបាទប្រិមិត្តយើងមិនកាន់ជើងប៉ុន្តែអ្វីដែលគួរជាក់ស្ដែងយើងគ្រប់បានបត់ឈប់បាញ់បានយ៉ាងល្អដ្រូនរបស់ថៃរៀបផែនការបើសិនជាកម្ពុជាតបទៅវិញចាដ្រូនគេចាប់មកគេគិតថាយើងនឹងគឺរំលោភបទឈប់បាញ់ចាចាំថតយើងចាចឹងគំនិតទុច្ចរិតហ្នឹងគឺគេមានគ្រប់សពបែបយ៉ាងគេរៀបចំធ្វើរួចរាល់ទៅហើយបាទរៀបចំធ្វើរួចរាល់ទៅហើយយើងអត់មានគំនិតទុច្ចរិតគេមិនបាច់ទៅថតទីតាំងគេទេបាទមិនចាប់យកសកម្មភាពគេទេធ្លាយទៅពីខាងថៃមកតាអានេះវិញចេះរូបភាពអមជាមួយនឹងស្បៃខ្មៅនេះពេលកន្លងទៅនៅច្រកអានសេះកសែតសៀមខៅសតគេថាអានម៉ាសេះអានម៉ាសេះណាសមិទ្ធភ័ក្រដែរគេជានាងថៃបាទអញ្ចឹងក្រសួងបានប្រកាសគឺនៅព្រឹកថ្ងៃ27ខែកញ្ញាបាទម៉ោងប្រហែលជា 11:52 នាទីទាហានសៀមបានចាប់ផ្ដើមបាញ់បហាមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់គ្រាប់កាភ្លើងត្បាល់កាភ្លើងយន្តកាភ្លើងដៃដែរណាចា៎មកលើមូលដ្ឋានកងទ័ពកម្ពុជាយើងនៅតំបន់អានសេះបាទនៅច្រកអានសេះនៅពេលនោះហើយកងទ័ពកម្ពុជាបាននឹងបន្តតាមដាននៅលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននឹងត្រៀមខ្លួន24ម៉ោងលើ24ម៉ោងករណីមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលថាតបគឺតបបាទតែអ្វីដែលសំខាន់គឺយើងស្ថិតនៅក្រោមយន្តការនៃការបត់ឈប់បាញ់បាទហើយអ្នកសង្កេតការណ៍ IoT ភាគីកម្ពុជាក៏បានដឹងច្បាស់ដែរថាអ្នកណាអ្នកផ្ទុះមុនបាទអ្នកណាអ្នកផ្ទុះមុនព្រោះវីដេអូដែលកាសែតថៃបានបង្ហោះនេះពេលកន្លងទៅសុទ្ធសឹងតែស្ថិតនៅក្នុងទឹកដីរបស់កម្ពុជារូបភាពទាហានកម្ពុជាបានឆ្លើយឆ្លងតាមតេអូគ្នាហើយស្នូសម្លេងគ្រាប់គឺបាញ់ភាគីថៃពីភាគីថៃមកបាទអញ្ចឹងការផ្ទុះនេះគឺ2ដងប្រិមិត្តបាទចាប់ពីម៉ោង12ជាងទៅគឺដល់ 12:46 បានផ្ទុះបញ្ចប់ពីភាគីសៀមណាប្រិមិត្តបាទហើយយ៉ាងណាមិញក្រសួងនៅតែបន្តតាមដានវិវត្តស្ថានភាពជាបន្តជាហោហែគ្រាន់តែឲ្យបងប្អូនយើងបានជ្រាបហើយអ្វីដែលប្រសាសន៍សម្ដេចតេជោប្រធានព្រឹទ្ធសភាក្រោយពេលដែលថៃបាញ់អស់ចិត្តមកលើទីតាំងមូលដ្ឋានកងទ័ពកម្ពុជាយើងសម្ដេចឯនេះក៏បានបង្ហោះជាសារនៅតាមបណ្ដាញសង្គម Facebook page ផ្លូវការរបស់សម្ដេចផ្ទាល់ដោយបានលើកឡើងថាជៀសវាងការសាច់ទឹកដាក់គ្នាហើយចោទប្រកាន់គ្នាទៅវិញទៅមករវាងកម្ពុជានិងថៃសូមឲ្យខាងស៊ីម៉ាក់បាទហើយជាពិសេសទាហានកម្ពុជារបស់យើងរក្សាទុកអារណ្ដៅគ្រាប់ហ្នឹងចា៎រណ្ដៅគ្រាប់មិនអាចប្រវេកន្លែងទីតាំងណាមួយដល់កន្លែងទីតាំងណាមួយបានទេនៅទៅណានៅទៅនោះចា៎អារណ្ដៅគ្រាប់ហ្នឹងបាទលោកស្នើឲ្យថែរក្សាអារណ្ដៅគ្រាប់ហ្នឹងទុកឲ្យខាងសមាភិកី IoT ក្រុមអ្នកសង្កេតការណ៍អាស៊ានធ្វើជាភស្តុតាងនិងសិក្សាធ្វើកសលវិច័យថាតើគ្រាប់ហ្នឹងបាញ់មកពីភាគីថៃឬក៏អត់បាញ់បាទព្រោះរណ្ដៅគ្រាប់វាថ្មីបាទហើយស៊ីម៉ាក់ក៏បានចុះទៅដល់ទីតាំងឃុំព័ទ្ធពិនិត្យមើលជាក់ស្ដែងក៏ឃើញដែរបាទក៏ឃើញដែរអញ្ចឹងប្រិមិត្តគ្រាន់តែអ្នកណាបាញ់គេដឹងថាមុនបាត់ទៅហើយសូមឲ្យភាគីថៃរក្សាគោលជំហរបង្ហាញឲ្យអន្តរជាតិឃើញដែរIoT ខាងភាគីថៃឃើញដែរចា៎កុំឲ្យថាកម្ពុជានិយាយតែមួយខាងព្រោះយើងមាន IoT សងខាងដែរចា៎បាទហើយរឿងរំលោភបទឈប់បាញ់ខ្ញុំពិតជាមានមោទនភាពចំពោះរាជរដ្ឋាភិបាលកម្ពុជារបស់យើងកងទ័ពកម្ពុជារបស់យើងដែលរក្សាបានឥតខ្ចោះក្នុងការគោរពបទឈប់បាញ់ដែលយោងទៅលើនៃកិច្ចព្រមព្រៀងនៅក្នុងទីក្រុងពុត្រាចាយាកាលពីថ្ងៃ28ចា៎កន្លងទៅគឺយើងធ្វើបានល្អពិសេសមែនទែនបើសិនតែយើងផ្ទុះតដូចបងប្អូនឃើញរូបភាពដែលដ្រូនរបស់សៀមថតពីលើអាកាសមកនោះចា៎ឃើញយើងបែបនេះគឺគេយកទៅ
ប្រឡត់ព័ត៌មានឲ្យដោយភាគីសៀមបង្ហោះព័ត៌មានតចោតប្រកាន់យើងតែម្ដងចាតាមពិតឲ្យតែថ្ងៃដែលចាប់ផ្ដើមមានកិច្ចប្រជុំពិសេសចាឬក៏មានជំនួបអីមួយគឺចាប់ផ្ដើមរឿងហេតុចាចាប់ផ្ដើមបកឡើងមកពីភាគីថៃចាបើសិនជាយើងចាប់ផ្ដើមបាញ់គ្រប់ទៅកាន់ប្រទេសថៃវិញចាទៅហ៊ានសៀមវិញនៅក្នុងអង្គការចាសហប្រជាជាតិប្រកាសជាភាគីថៃលើកយកបញ្ហានឹងមកបាទចាជាមតិយោបល់របស់ក្រមអ្នកវិភាគលោកបានលើកឡើងថាជាការតេស្តលទ្ធភាពចុងក្រោយរបស់មេភូមិភាគ2ប៊ុនស៊ីនបាតឃ្លាំងដែលបានតេស្តមុននឹងចូលនិវត្តន៍ទៅហើយក៏វាគូផ្សំជាមួយនឹងប៊ុនស៊ីនបាតឃ្លាំងត្រូវបានព្រះមហាក្សត្រថៃតែងតាំងជាអង្គរៈពិសេសបាទរបស់ស្ដេចបាទបើឋានៈនឹងធំជាងអបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិទៀតចាបាទនេះបើតាមការបញ្ជាក់ពីក្រមអ្នកតាមដានវិភាគស្ថានភាពគៀកស្ដេចតែម្ដងបាទចាគៀកស្មើនឹងមហាផ្លឹកដ៏ធំប្រចាំវាំងបើនិយាយភាសារឿងយើងមើលធ្លាប់មើលរឿងចិនគេហៅថាអង្គរៈអាវមាសបាទអង្គរៈអាវមាសអញ្ចឹងហើយនេះគឺជាការតេស្តហើយញុះឲ្យកម្ពុជាយើងផ្ទុះទៅវិញតែកម្ពុជាមិនល្ងងក្នុងការតបតទៅដល់បុគ្គលដែលមានកណ្ដិតផេះទេបាទអញ្ចឹងគឺរក្សាបានយ៉ាងល្អប្រសើរហើយសង្ឃឹមថាក្រមអ្នកសង្កេតការណ៍អាស៊ាននឹងពិនិត្យឃើញជាក់ស្ដែងថាផ្ដើមចេញពីភាគីណាដែលបើកការបាញ់ប្រហារមកដល់កម្ពុជាមុនហើយកម្ពុជាមិនបានតបតចា៎បាទបើតបតវាល្មែងអីនឹងត្រូវការផ្ទុះអូសបន្លាយទៀតហើយដូចសម្ដេចបានលើកឡើងនៅក្នុងសម្ដីរបស់លោកអញ្ចឹងគឺលោកបានបញ្ជាក់ថាគ្រាប់ដែលបាញ់ទៅហ្នឹងគឺមិនមែនគ្រាប់ដូចគ្នាទេចាគឺវាខុសគ្នាអញ្ចឹងយើងទើបពិនិត្យទៅចាឲ្យជាក់ស្ដែងដូចគ្នាទីតាំងគ្រាប់យើងមិនមែនចេះតែបង្កើតមកឲ្យតែមានបាទគ្រាប់អីគេគ្រាប់ប្រភេទយើង 3M ទៅធ្លាក់នៅកណ្ដាលវាលឲ្យមិនផ្ទុះហើយដាក់សិតតាភ្លុំបេដកចេញ TNT ណានេះស្អីក៏អាចបង្កើតបានដែរបាទអ្វីក៏អាចថៃបង្កើតបានដែរតែកម្ពុជាមិនអាចបង្កើតបានទេ1 1 2 2ដូចបងប្អូនឃើញចាប់ផ្ដើមជំលះចេញទៀតនៅខាងខេត្តឧត្តរមានជ័យចាអានេះទីតាំងកន្លែងមួយនៅក្នុងទឹកដីខេត្តឧត្តរមានជ័យគេហៅថាបាក់ផ្ដៅចាតំបន់បាក់ផ្ដៅហើយពលរដ្ឋដែលនៅក្នុងកាលពីថ្ងៃដែលជំលះពីមុនមកខ្ទង់100គ្រួសារដែលនៅផ្ទាល់ប៉ុន្តែឥឡូវនេះចាកើនឡើងដោយសារតែបងប្អូនថ្ងៃ28ហ្នឹងគឺចាប់ផ្ដើមចេញពីទីតាំងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនឹងតំបន់ដែលក្តៅដូចជាភាសាតាកបីអីជាដើមចាខ្ទង់ឡើងដល់150គ្រួសារជាងចាសម្រាប់ចេញទៅទីតាំងនឹងផ្ទាល់ចាទៅកន្លែងជំនះខ្លួនអញ្ចឹងជារួមមកដូចបងប្អូនយើងបានជ្រាបហើយកម្ពុជាយើងមិនដែលបើកការបាញ់ប្រហារទៅភាគីថៃមុនទេហើយបើថៃនិយាយនៅក្នុងអង្គការសហប្រជាជាតិថាកម្ពុជាបើកការបាញ់ប្រហារទៅថៃមុនអាហ្នឹងវារឿងចម្លែកបាទជារឿងចម្លែកវាមិនដែលអាទូចវាយអាធំទេបាទអាទូចវាយអាធំទី1គឺទាំងសេដ្ឋកិច្ចទាំងចំនួនប្រជាជនទាំងកងទ័ពគឺយើងតិចជាងគេទាំងអស់ប៉ុន្តែយើងមានស្មារតីមួយមុខគត់គឺការពារផ្ទះរបស់យើងបាទការពារផ្ទះរបស់យើងហើយជំនុំជាការក៏អរគុណទៅដល់បងប្អូនយើងក្រុម MMO បាទយើងនិយាយឲ្យជាក់ស្ដែងទៅហ្មងទៅបាទសពរដ្ឋជនទូទាំងប្រទេសដែលជាអ្នកនៅសមរភូមិក្រោយបានផ្ដល់ជាគ្រឿងសម្ភារៈសឹកខ្ញុំមិននិយាយរឿងក្របរំសេវទេប្រិមត្តណាសម្ភារៈសឹកហ្នឹងបម្រើឲ្យការប្រើប្រាស់យុទ្ធការពារខ្លួនសឹកហ្នឹងគឺមានអាវក្រោះមួកស្ពាន់ចារបាំងស្អីមកកាផ្លេណាមានម៉ាស់មានអីចឹងទៅអញ្ចឹងអានេះគឺជាចរន្តចលករដ៏ធំធេងមួយទៀតដែលចូលរួមជាមួយនឹងរាជរដ្ឋាភិបាលបាទហើយក៏មិនអាចខ្វះបានដែរគឺចរន្តនៅខាងសមរភូមិក្រោយបងប្អូនប្រជាជនកម្ពុជារបស់យើងគឺស្រាក់ដៃគ្នាមែនទែនបាទអញ្ចឹងតាំងតែពីយើងអត់មានអាវក្រោះរហូតដល់យើងមានអាវក្រោះសម្រាប់ដល់បងកងទ័ពនៅសមរភូមិមុខទាំងអស់គ្នាអានេះគឺជាការចូលរួមចែកម្លែកពីយើងទាំងអស់គ្នាបាទយើងខ្ញុំមិនបានជួយអីមែនក៏ប៉ុន្តែយើងខ្ញុំបានត្រឹមជួយផ្សព្វផ្សាយអ្វីដែលជាកិច្ចការងារល្អរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងអ្នកដែលយកជំនួយផ្សេងចំគោលដៅបែបហ្នឹងជាពិសេសគឺអាវក្រោះនិងមួកស្ពាន់បែបនេះគឺទៅដល់គោលដៅគឺពិតជាល្អប្រសើរមែនទែនបាទអានេះគឺជាការបង្ហាញឲ្យឃើញអំពីការសាមគ្គីជាធ្លុងមួយរបស់បងប្អូនខ្មែរយើងហើយកងទ័ពយើងគឺបដិញ្ញាហើយបងប្អូនបដិញ្ញាបាទបដិញ្ញាគឺរក្សាដែនដីរបស់យើងនៅក្នុងតំបន់ដែលយើងគ្រប់គ្រងចា